ថ្ងៃទី27ខែកញ្ញាឆ្នាំ2025ថ្ងៃនេះគឺខ្ញុំអត់បានទៅបន្ទប់ស៊ូឌីយោទេដោយសាររវល់ខ្លាំងមែនទែននៅខាងក្រៅហ្នឹងអញ្ចឹងខ្ញុំក៏សម្រេចចិត្តថតវីដេអូនៅថ្ងៃនេះនៅពេលនេះទីនេះបណ្ដោយទៅហើយសូមបញ្ជាក់ថាប្រហែលជាមានសំឡេងរំខានខ្លះក៏ដូចជាសំឡេងស្ដាប់មិនសូវច្បាស់ប៉ុន្តែទោះបីជាសំឡេងខ្ញុំមិនច្បាស់ប៉ុន្តែដំណឹងខ្ញុំនេះគឺច្បាស់មែនទែនដោយសារតែក្រសួងការពារជាតិបានលើកមកបង្ហោះផ្សាយហើយថានៅម៉ោង11ជាងនៅថ្ងៃទី27កញ្ញាឆ្នាំ2025នេះខាងកងទ័ពសៀមនឹងបានចាប់ផ្ដើមបាញ់មកលើប្រទេសកម្ពុជាហើយគឺបាញ់ទៅលើមូលដ្ឋានទ័ពរបស់ប្រទេសកម្ពុជាយើងដោយប្រើនៅកំភ្លើងត្បាល់ដូចជាកំភ្លើងមួយចំនួនទៀតណាកំភ្លើងធន់ស្រាលមួយចំនួនទៀតអញ្ចឹងអ្វីដែលក្រសួងការពារជាតិរបស់យើងបញ្ជាក់គឺយើងអត់បានតដៃទេគឺរក្សាភាពស្ងៀមស្ងាត់អត់តដៃទេនេះគឺជាអ្វីដែលយើងប្រកាន់ជំហររបស់ពួកយើងមិនចង់ធ្វើសង្គ្រាមខ្ញុំសូមបញ្ជាក់ថារឿងនេះគឺជារឿងមួយដែលជារបត់មួយនៃស្ថានភាពដ៏ធំមែនទែនវាហាក់ដូចជាបង្ហាញអំពីសហភាពរបស់តួពួកគេវាកញ្ជ្រោលខ្លាំងពេកទ្រាំលេងបានហើយពុកម៉ែបងប្អូនបើយើងគិតនៅថ្ងៃម្សិលមិញថ្ងៃទី26ខែកញ្ញាឆ្នាំ2025ហ្នឹងសារព័ត៌មានសៀមជាច្រើនគេចាប់ផ្ដើមនាំគ្នាបង្ហោះផ្សាយដាក់កំហុសឲ្យប្រទេសកម្ពុជាថាកម្ពុជាបានចល័តទ័ពចាក់ឡាត់នៅកំភ្លើងធុនធ្ងន់ដូចជា PHL 3 M21 ក៏ដូចជាប្រភេទអាវុធធុនធ្ងន់មួយចំនួនទៀតនេះគឺជាអ្វីដែលគេបានបង្ហោះផ្សាយការបង្ហោះផ្សាយរបស់ពួកគេគឺភ្ជាប់មកជាមួយនៅវីដេអូរូបភាពមួយចំនួនដែលបញ្ជាក់ធ្វើជាផុសតាងអ្វីដែលពួកគេយកមកធ្វើនេះគឺចង់បញ្ជាក់ឲ្យទាហានរបស់ពួកគេដឹងក៏ដូចជាប្រជាពលរដ្ឋរបស់ពួកគេដឹងថាកម្ពុជាគឺជាអ្នកត្រៀមអញ្ចឹងពួកគេគឺជាអ្នករក្សាការពារខ្លួននេះគឺជាចេតនារបស់ពួកគេប៉ុន្តែតាមពិតចេតនារបស់ពួកគេគឺធ្វើការវាយប្រហារមកលើប្រទេសកម្ពុជានឹងឯងនេះគឺជារឿងដែលកើតឡើងនៅក្នុងតំបន់អានសេះប៉ុន្តែបើយើងងាកមកមើលនៅក្នុងតំបន់មួយចំនួនទៀតដូចជានៅខាងខេត្តបន្ទាយមានជ័យគឺខាងគ្រឿងចក្ររបស់សៀមនឹងបានចាប់ផ្ដើមធ្វើការឈូសឆាយរុករានចូលមកក្នុងទឹកដីរបស់ប្រទេសកម្ពុជាហើយនេះគឺជាអ្វីដែលពួកគេធ្វើហើយបើយើងគិតអំពីតំបន់មួយចំនួនទៀតពួកគេគឺបានត្រៀមអស់ទៅហើយជាពិសេសពួកគេមិនត្រឹមតែត្រៀមទេពួកគេប្រកាសជាផ្លូវការថាពួកគេនឹងធ្វើការវាយយកនៅតំបន់មួយចំនួននឹងនេះគឺជាអ្វីដែលពួកគេធ្វើហើយពេលនេះគឺយើងកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយរងចាំមើលតែប៉ុណ្្នឹងទេថាតើរឿងវាចប់ត្រឹមនេះឬក៏វាបន្តទៅទៀតនឹងធ្វើឲ្យរឿងកាន់តែធំជាបន្តទៀតអញ្ចឹងនេះគឺជាដំណឹងមួយដ៏សំខាន់មែនទែនសម្រាប់ពុកម៉ែបងប្អូនយើងនៅខាងឆ្ងាយពីជាដែនជាមួយនឹងព្រំដែនកម្ពុជាថៃណាឲ្យបានដឹងហើយប្រកាសជាមានពុកម៉ែបងប្អូនមួយចំនួនដឹងហើយប៉ុន្តែអានឹងគឺគ្រាន់តែជាការជម្រាបបន្ថែមទេជូនពរពុកម៉ែបងប្អូនយើងនៅតាមតំបន់មួយចំនួនជិតព្រំដែនក៏ដូចជានៅទូទាំងប្រទេសសុខសប្បាយទាំងអស់គ្នាជាពិសេសគឺខាងយោធារបស់យើងជូនពរឲ្យមានសុខសុវត្ថិភាពទាំងអស់គ្នាសម្រាប់ការពារទឹកដីក៏ដូចជាសូមឲ្យវត្ថុស័ក្តិសិទ្ធិជួយនៅក្នុងការការពារទឹកដីរបស់ប្រទេសកម្ពុជាផងដែរអញ្ចឹងយើងនៅរងចាំមើលដំណឹងជាបន្តទៀតខ្ញុំនឹងលើកមកជម្រាបពុកម៉ែបងប្អូនជាបន្តទៀតនៅពេលក្រោយនៅក្នុងករណីដែលមានការអាប់ដេតព័ត៌មានជាបន្តទៀតបាទជួបគ្នានៅក្នុងវីដេអូក្រោយ